បញ្ជីខ្មៅហើយយើងខំចិញ្ចឹមនាងឡើង3ឆ្នាំមកហើយប៉ុន្តែនាងដោយសារតែរឿងលេងលះតូចតាចសនាងក៏ខົບខិតទម្លាក់កំហុសដាក់ពួកយើងទៅវិញនាងនេះពិតជាសាហាវមែនទែនខុសខើណាស់បងប្រុសរឿងនេះមិនអាចបញ្ចប់ត្រឹមនឹងបានទេត្រូវតែធ្វើឲ្យស្រីយ៉ាងไรនោះសងបាទហើយកិច្ចការបន្ទាន់គឺត្រូវស្ដារគេឈ្មោះគ្រូសាអ៊ីឡើងវិញការបាត់បង់ប្រជាទិញដល់ទៅរាប់ពាន់លានពីក្រុមហ៊ុនសៀវគ្រប់ក៏វាមិនអីដែរតែនេះគេដាក់គ្រូសាយើងក្នុងបញ្ជីខ្មៅវាជាគ្រោះមហន្តរាយដល់គ្រូសាយើងណាហូលីននាងនៅមានមុខមកទៀតទេហេតុអីបានជានាងកុហកពួកយើងហូលៀនក្រៃនាងថាការប្រជាទិញរាប់រយលាននេះគ្រូសាហ៊ូនាងជាអ្នកយកឲ្យខ្ញុំចុះវាយ៉ាងមិនហើយឯងអាចជឿនេះបងនៅមានចិត្តខ្លះទេហ៎អូនខំប្រឹងស្វះស្វែងណាស់ដើម្បីជួយបងប៉ុន្តែបងបែរជាមិនព្រមឲ្យអូនបកស្រាយអីសោះអាចជឿ